ចឹងលោកគ្រូសូមបង្ហាញក៏ដូចជាពន្យល់អំពីវិញ្ញាសាដើម្បីត្រៀមប្រឡងយកប៉ាន់បើកបោចឹងលទ្ធផលកូនសិស្សដែលបានធ្វើតេស្តមិញគឺបានពិន្ទុ23លើ40បាទ40សំណួរបានតែ23នោះទេហើយពិន្ទុមកយមភាគបាន35ចឹងលទ្ធផលអត់ទាន់បានល្អនោះទេត្រូវព្យាយាមបាទសិក្សាបន្ថែមទៀតហើយតើចំណុចណាខ្លះដែលយើងខ្វះខាតនោះចឹងលោកគ្រូសូមបាទចឹងសូមពន្យល់នៅវិញ្ញាសាដូចតទៅវិញ្ញាសាទី1បាទសំណួរទី1គេសួរថាតើផ្លាកសញ្ញាគ្រោះថ្នាក់មានត្រង់ត្រេកដូចម្ដេចចឹងគេឲ្យសំណួរមួយហើយចម្លើយ3មកឲ្យយើងជ្រើសរើសចម្លើយកឬខឬគោត្រឹមត្រូវចឹងចម្លើយកបាទគឺជាចម្លើយត្រឹមត្រូវផ្លាកសញ្ញាគ្រោះថ្នាក់មានរាងជាការ៉េដែលមានអង្កត់ទ្រូងមួយជាខ្សែឈរមានជាយ2ជាន់ជាយក្នុងពណ៌ខ្មៅហើយក្រាស់និងជាយក្រៅពណ៌សស្ដើងមានផ្ទៃក្នុងពណ៌លឿងរូបឬក៏សញ្ញាពណ៌ខ្មៅបាទអញ្ចឹងយើងចំណាំទៅសំណួរបន្ទាប់នៅពេលអ្នកកំពុងបើកបរយានជំនិះតើអ្នកបើកបរយានយន្តអាចប្រើទូរស័ព្ទបានដែរឬទេបាទចម្លើយត្រឹមត្រូវគឺចម្លើយកគឺអាចប្រើប្រាស់បានប្រសិនបើមានឧបករណ៍សំឡេងភ្ជាប់ទំនាក់ទំនងបាទឧបករណ៍ភ្ជាប់ទំនាក់ទំនងហ្នឹងមានដូចជាកាសឬក៏កាស Bluetooth បាទអញ្ចឹងគឺយើងអាចប្រើប្រាស់បានសំណួរបន្ទាប់តើអ្នកបើកបរអាចចតយានជំនិះចម្ងាយប្រមាណម៉ែត្រពីមុខពីក្រោយរថឬចតបន្តផ្ទុយគ្នាអញ្ចឹងចម្លើយត្រឹមត្រូវគឺចម្លើយកយ៉ាងតិច1ម៉ែត្របាទសំណួរបន្ទាប់និយមន័យរថយន្តធុនស្រាលមានន័យដូចម្ដេចទើបត្រឹមត្រូវនិយមន័យរថយន្តធុនស្រាលមានន័យដូចម្ដេចទើបត្រឹមត្រូវអញ្ចឹងនិយាយពីធុនមកពាក្យទម្ងន់ណាបាទអញ្ចឹងគឺយើងគិតជាតោនអញ្ចឹងចម្លើយកត្រឹមត្រូវរថយន្តដែលមានទម្ងន់សរុបអតិបរមាមិនលើសពី 3.5 តោននោះទេបាទអញ្ចឹងក្រោម 3.5 តោនគឺរថយន្តធុនស្រាលចំណែកឯខគេដាក់ថារថយន្តដែលមានចំណុះផ្ទុកចាប់ពី10នាក់ទៅ20នាក់ដោយមិនគិតអ្នកបើកបរបាទអញ្ចឹងពាក្យថាធុនស្រាលធុនធ្ងន់អីហ្នឹងគឺគេគិតតោនយ៉ាងចំណាំអញ្ចឹងណាចំណែកឯបាទចម្លើយកខនេះគឺគេរាប់ចំនួនមនុស្សបាទអញ្ចឹងអត់ត្រូវនោះទេសំណួរបន្ទាប់តើសញ្ញាចរាចរណ៍ខាងក្រោមនេះមានន័យដូចម្ដេចទើបត្រឹមត្រូវបាទអញ្ចឹងគេឲ្យ3ចម្លើយកខគោអញ្ចឹងចម្លើយខត្រឹមត្រូវគឺប្រយ័ត្នខាងមុខបាទផ្លូវកែងបត់ឆ្វេងនេះបត់ឆ្វេងរួចកែងបត់ស្ដាំបាទអញ្ចឹងចម្លើយខត្រឹមត្រូវតើសញ្ញាចរាចរណ៍ខាងក្រោមនេះមានន័យដូចម្ដេចទើបត្រឹមត្រូវអញ្ចឹងគឺចម្លើយកត្រឹមត្រូវគំនូសសញ្ញាតូលបាទជាប់ទៅតឹងផ្លូវសម្រាប់កំណត់ទីតាំងឲ្យអ្នកបើកបរឈប់ត្រឹមមុខគំនូសសញ្ញានេះបាទអញ្ចឹងយើង យកចម្លើយកគឺចម្លើយត្រឹមត្រូវតើរូបសញ្ញានេះមានន័យដូចម្ដេចទើបត្រឹមត្រូវអញ្ចឹងគឺចម្លើយកបាទតម្រូវឲ្យយានជំនិះបត់ទៅស្ដាំត្រង់នៅត្រង់ផ្លូវប្រសពខាងមុខបាទនេះទៅត្រង់ហើយបត់ស្ដាំគឺតម្រូវតែម្ដងណាតើផ្លាកសញ្ញាចរាចរណ៍ខាងក្រៅមានអត្ថន័យដូចម្ដេចទើបត្រឹមត្រូវបាទអញ្ចឹងគឺចម្លើយខត្រឹមត្រូវបាទ
ចប់ផ្លូវសម្រាប់អ្នកថ្មើរជើងនិងតូចក្រយានធ្វើចរាចរណ៍បាទចឹងមានន័យថាពីមុនមកគឺយើងបើកគឺមានអឺអ្នកថ្មើរជើងហើយនឹងមានតូចចក្រយានមានអ្នកជិះកង់បាទក្រយានណាបើយើងប្រើពាក្យថាយានយន្តអានឹងមានម៉ាស៊ីនបាទតូចចក្រយានយន្តអានឹងម៉ូតូនេះបាទនេះក៏ប្រើថាតូចចក្រយានបាទអញ្ចឹងកង់អញ្ចឹងមានន័យថាជាប់ផ្លូវមានន័យថាផុតហើយបាទផុតហើយផុតអ្នកជិះកង់អ្នកថ្មើរជើងហើយអញ្ចឹងចម្លើយត្រឹមត្រូវគឺចម្លើយខសំណួរបន្ទាប់គឺយើងមើលទៅលើសិទ្ធិអតិភិបបាទកូនឡានណាអញ្ចឹងកូនឡានយើងមាន3មានលេខ1លេខ2និងលេខ3មានពណ៌ក្រហម2និងពណ៌ខៀវ1អញ្ចឹងពណ៌អីពណ៌ទៅអត់សំខាន់ទេគឺសំខាន់គឺយើងមើលចុងព្រួញមើលកូនឡានលេខ1ព្រួញទៅណាគឺទៅត្រង់មានឧបសគ្គទេគឺអត់មាននោះទេហើយលេខ2ទៅត្រង់ហើយបត់បាទមានឧបសគ្គទេគឺអត់នោះទេមើលលេខ3ទៅត្រង់បាទគឺមានឧបសគ្គប៉ះលេខ2អញ្ចឹងលេខ3អត់មានសិទ្ធទៅមុននោះទេអញ្ចឹងរថយន្តកូនឡានដែលមានសិទ្ធទៅមុនគឺមានលេខ1និងលេខ2អញ្ចឹងលេខ1ទៅត្រង់លេខ2ទៅត្រង់បត់បាទមួយណាមានសិទ្ធទៅមុនគឺលេខ1ទៅត្រង់បាទលេខ1ហើយលេខ2ហើយលេខ3ចេញទៅតាមក្រោយអញ្ចឹងចម្លើយគោត្រឹមត្រូវអញ្ចឹងយើងមើលឲ្យអស់សិនណាយើងមើលឲ្យអស់មកដោះមួយហើយយើងចាំមើលចម្លើយកខគោដើម្បីកុំឲ្យច្រឡំគ្នាអញ្ចឹងអ្វីដែលយើងគិតគឺលេខ1តបមកលេខ2តបមកលេខ3ចម្លើយកវាដាក់ថាលេខ1និងលេខ3ចេញទៅមុនឃើញខុសទេគឺទៅគឺលេខ1ហើយបានលេខ2ណានេះវាចម្លើយខគឺលេខ3ចេញទៅមុនខុសទៀតគាត់តែយើងអានមកគឺខុសចម្លើយគោរថយន្តលេខ1ចេញទៅមុនត្រូវអ្វីយើងគិតណាបន្ទាប់មករថយន្តលេខ2លេខ2ចេញទៅបន្ទាប់មករថយន្តលេខ3ទៅតាមក្រោយបាទអញ្ចឹងចម្លើយគោជាចម្លើយត្រឹមត្រូវអូខេសំណួរបន្ទាប់នៅពេលយប់ក្នុងពេលជួបយានយន្តមកពីទៅផ្ទុយតើអ្នកត្រូវទម្លាក់ភ្លើងហ្វាកូតវិញតើអ្នកត្រូវទម្លាក់ហ្វាកូតមកវិញក្នុងចម្ងាយប៉ុន្មានបាទអញ្ចឹងចម្លើយគោគឺប្រហែល160ម៉ែត្របាទសំណួរបន្ទាប់នៅលើផ្លូវសើមតើចម្ងាយចាប់ហ្វ្រាំងកើនឡើងប្រមាណដងអញ្ចឹងចម្លើយកគឺ2ដងសំណួរបន្ទាប់តើអ្នកត្រូវត្រួតពិនិត្យអ្វីនៅត្រង់ចំណុចធុងទឹកអញ្ចឹងក៏គេដាក់ថាភាពកង្វក់របស់ទឹកខសីតុណ្ហភាពទឹកគោកម្រិតទឹកក្នុងធុងបាទអញ្ចឹងគេដាក់មកអញ្ចឹងចម្លើយត្រឹមត្រូវគឺចម្លើយគោណាគឺអត់មើលភាពកខ្វក់ទឹកអីនោះទេអត់មើលសីតុណ្ហភាពទេគឺមើលកម្រិតទឹកក្នុងធុងបាទតើឡានយើងមានធុងទឹកនឹងមានទឹកនៅក្នុងនឹងអត់បាទសំណួរបន្ទាប់នៅក្នុងពេលធ្វើដំណើរតើអ្នកត្រូវត្រួតពិនិត្យអ្វីខ្លះគឺចម្លើយខជាចម្លើយត្រឹមត្រូវដំណើរការនាឡិកាសីតុណ្ហភាពទឹកនាឡិកាសាអាគុយនិងសញ្ញាហ្វ្រាំងព្រមទាំងសម្ពាធប្រេងម៉ាស៊ីនជាដើមបាទអញ្ចឹងបាទអរគុណសម្រាប់ការរៀនវិញ្ញាសាថ្ងៃនេះ